សូមក្រាបថ្វាយបង្គំថេរានុថេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពថ្ងៃនេះគឺជាថ្ងៃទី20ឧសភាគឺជាទិវាជាតិនៃការចងចាំដើម្បីរំលឹកកុំឲ្យយើងភ្លេចរបបបល្ល័ង្កពូជសាសន៍ដ៏ឃោរឃៅក្នុងប្រវត្តិសាស្ត្រកម្ពុជាក្នុងទិវាដ៏មានអត្ថន័យនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមដកស្រង់ប្រសាសន៍ក្រៅរំលឹករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃយើងដែលជាការដាស់ស្មារតីកូនខ្មែរគ្រប់រូបកុំឲ្យភ្លេចអតីតកាលដ៏ខ្មៅងងឹតនិងរួមគ្នាការពារសន្តិភាពឲ្យបានគង់វង្សទី1សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនិងជាស្ថាបនិកនិងប្រតិបត្តិការសន្តិភាពនិងនយោបាយឈ្នះឈ្នះនៅកម្ពុជាបានរំលឹកឲ្យយើងដឹងថាទិវាជាតិនៃការចងចាំ20ឧសភាគឺជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់រូបចងចាំមិនភ្លេចនៅរបបកម្ពុជាប្រជាធិបតេយ្យឬហៅថារបបបល្ល័ង្កពូជសាសន៍ប៉ុលពតចន្លោះពីថ្ងៃទី17មេសា1975ដល់6មករា1979ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹតទិវានេះគឺជាការរំលឹកនិងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង3លាននាក់ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹងនិងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលពួកគេបានឆ្លងកាត់ជិត3ទសវត្សរ៍ក្នុងភ្លុកភ្លើងសង្គ្រាមនិងទឹកភ្នែកក្នុងការកាប់សម្លាប់ការបំផ្លិចបំផ្លាញការជំលះចេញពីលំនៅឋានដោយបង្ខំនិងការបង្ខំឲ្យធ្វើការដោយសត្វធាតុមិនតែប៉ុណ្ណោះប្រជាពលរដ្ឋកម្ពុជាត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាលគ្មានអាហារបរិភោគគ្រប់គ្រាន់គ្មានសិទ្ធិសេរីភាពគ្មានលទ្ធិប្រជាធិបតេយ្យហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានពីកំណើតរបស់មនុស្សក៏គ្មានដែរដើម្បីកុំឲ្យរបបនេះវិលមកវិញសូមចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្សពីព្រោះសន្តិភាពបានផ្ដល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារសហគមន៍និងប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខទី2សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាក៏បានរំលឹកឲ្យយើងចងចាំថារាជរដ្ឋាភិបាលបានកំណត់យកថ្ងៃ20ឧសភាជាទិវាជាតិនៃការចងចាំដើម្បីរំលឹកដល់ជនរងគ្រោះនឹងការឈឺចាប់នៃអក្រិតកម្មដែលបានកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យទិវានេះក៏ដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធនិងការធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យលើកតម្កើងការរំលឹកដល់ជនរងគ្រោះការស្ដារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះបើទោះបីជានៅរស់រានមានជីវិតឬក៏បានស្លាប់បាត់បង់ជីវិតក៏ដោយប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារចូលរួមចំណែកដល់ការផ្សះផ្សាជាតិនិងជំរុញឲ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជានិងលើកកម្ពស់ការផ្សព្វផ្សាយការយល់ដឹងអំពីអំពើឃោរឃៅនៃកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឲ្យកើតមានឡើងសាជាថ្មីហើយប្រជាពលរដ្ឋគ្រប់រូបត្រូវបានផ្ដល់ឱកាសឲ្យរៀបចំពិធីតាមជំនឿសាសនានិងទំនៀមទម្លាប់របស់ខ្លួនជាង3ទសវត្សរ៍ចុងក្រោយនេះក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនស្ថាបនិកនយោបាយឈ្នះឈ្នះប្រជាណាចក្រកម្ពុជាបានប្រែក្លាយជាប្រទេសដែលមានសុខសន្តិភាពឯកភាពជាតិឯកភាពទឹកដីឯករាជ្យជាតិនិងអធិបតេយ្យភាពពេញបរិបូរណ៍ដែលមិនធ្លាប់មានក្នុងរយៈពេលជាង500ឆ្នាំក្នុងប្រវត្តិសាស្ត្រចុងក្រោយក្រោមដំបូលសុខសន្តិភាពប្រទេសកម្ពុជាក៏បានកែប្រែពីប្រទេសដែលខ្ទេចខ្ទាំដោយសង្គ្រាមទៅជាសង្គមសម័យទំនើបដោយផ្ដល់ជាគំរូក្នុងការស្ថាបនាសន្តិភាពការបញ្ជៀសជម្លោះនិងការបង្កើតឲ្យមានតុលាការគំរូមួយសម្រាប់ពិភពលោកដោយបានកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហមប្រកបដោយជោគជ័យព្រមទាំងបានចារឹកជាស្លោកទុកក្នុងប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើបថាសន្តិភាពតាមរយៈយុទ្ធធម៌ផ្សះផ្សាជាតិនិងយុទ្ធធម៌ផ្សះផ្សាជាតិក្នុងគោលដៅសន្តិភាព
ឆ្លងតាមលទ្ធផលនៃការបញ្ចប់ដំណើរការតុលាការនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យទទួលបានយុត្តិធម៌កិត្តិយសហើយសេចក្តីថ្លៃថ្នូរក៏ត្រូវបានស្ដារឡើងវិញព្រមទាំងទទួលបាននូវការប៉ះប៉ូវចំពោះការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមដោយទទួលស្គាល់គម្រោងសំណងចំនួន26ក្នុងនោះក៏មានទិវាជាតិនៃការចងចាំមួយដែរជាមួយនឹងការរំលឹកខួបទី9ទិវាជាតិនៃការចងចាំ20ឧសភាឆ្នាំ2026នេះយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាការពារសន្តិភាពឲ្យបានគង់វង្សពីព្រោះសន្តិភាពគឺជាមូលដ្ឋានសម្រាប់ការកសាងគ្រួសារសហគមន៍និងប្រទេសជាតិឲ្យមានការអភិវឌ្ឍរីកចម្រើនមានស្ថិរភាពនិងសន្តិសុខសប្តាហ៍ថ្ងៃនេះកម្ពុជាកំពុងរស់នៅក្រោមម្លប់សុខសន្តិភាពស្ថិរភាពនយោបាយស្ថិរភាពសង្គមនិងការអភិវឌ្ឍសមិទ្ធផលអស់ទាំងនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាលនិងប្រជាជាតិទាំងមូលក្នុងការថែរក្សាសន្តិភាពការផ្សះផ្សាជាតិនិងលើកកម្ពស់ស្មារតីសាមគ្គីជាតិក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងជម្លោះអំពើហិង្សានិងភាពមិនប្រកបប្រជាខ្ពស់កម្ពុជាកាន់តែយល់ច្បាស់អំពីតម្លៃនៃសន្តិភាពនិងស្ថិរភាពសង្គមហើយក៏ជាអ្វីដែលកម្ពុជាត្រូវចងចាំនិងយល់ដឹងឲ្យកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រនិងអត្តសញ្ញាណពិតប្រាកដរបស់ខ្លួនទាំងនេះគឺជាសារដ៏មានអត្ថន័យរបស់ថ្នាក់ដឹកនាំនៃយើងក្នុងទិវាជាតិនៃការចងចាំ20ឧសភាអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មានបាទសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះសីមាព្រំដែនគោក JBC កម្ពុជាថៃឲ្យបានឆាប់បំផុតស្របទៅតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយមានចែងនៅក្នុងចំណុចទី3នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មការព្រំដែនទូទៅកម្ពុជាថៃ GBC អារម្មណ៍ប៉ែននោះណាក៏បានបញ្ជាក់ផងដែរថាបន្ទាប់ពីបានចុះអង្កេតផ្ទៀងផ្ទាត់នឹងរាយការណ៍នៅប្រាសាទព្រះវិហារក្រុមអ្នកសង្កេតការណ៍ ASEAN AOT ក្រោមអាណត្តិដឹកនាំដោយហ្វីលីពីននៅថ្ងៃទី17ខែឧសភាឆ្នាំ2026កន្លងទៅបានបន្តចុះសង្កេតការណ៍ទៀងទាត់នឹងរាយការណ៍អំពីស្ថានភាពនៅតំបន់ភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលយោធាថៃបានបើកការវាយប្រហារដោយកម្លាំងនិងបន្ទាប់មកបានរាយបន្លាលួសនិងដាក់ពង្រាយទូកុងតឺន័រដើម្បីកាន់កាប់ដោយខុសច្បាប់ដោយបានរារាំងពលរដ្ឋជាច្រើនគ្រួសារមិនឲ្យត្រឡប់ទៅកាន់លំនៅឋានវិញបេសកកម្មរបស់ AOT នៅតំបន់ព្រំដែននេះគឺដើម្បីពិនិត្យលើការគោរពនិងការអនុវត្តបទចុះបាញ់និងវិធានការទាំងអស់នៅក្នុងសេចក្តីប្រកាសរួមរវាងកម្ពុជាថៃចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ការចុះសង្កេតការណ៍នៅលើទីតាំងដែលយោធាថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ខាងលើនេះគូសបញ្ជាក់ពីភាពចាំបាច់និងដាច់ខាតក្នុងការចាប់ផ្ដើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃឲ្យបានឆាប់បំផុតស្របតាមសេចក្តីព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំណុចទី3នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ចុះថ្ងៃ27ធ្នូ2025ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយគ្មានការរារាំងដោយសុវត្ថិភាពនិងដោយសេចក្តីថ្លៃថ្នូរអ្នកនាំពាក្យរដ្ឋាភិបាលក៏បានបញ្ជាក់ជាថ្មីថាការងារវាស់វែងនឹងខណ្ឌសីមាលើដីជាក់ស្ដែងគឺជាសមត្ថកិច្ចដាច់មុខរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ក្នុងនេះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរួមទាំងយោធាក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្មានសមត្ថកិច្ចចង្អុលបង្ហាញខ្សែព្រំដែននៅលើដីជាក់ស្ដែងនោះឡើយការផ្ទៀងផ្ទាត់និងបញ្ជាក់ខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនៅលើដីជាក់ស្ដែងគឺជាសមត្ថកិច្ចរបស់ក្រុមវាស់វែងចម្រុះដែលស្ថិតនៅក្រោមរចនាសម្ព័ន្ធរបស់គណៈកម្មការ JBC នៃភាគីទាំងពីរអ្នកនាំពាក្យក៏បានបន្ថែមថាកម្ពុជាមិនទទួលស្គាល់ដាច់ខាតនៃការកែប្រែខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលផ្ទុយពីអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមនិងផែនទីដែលជាលទ្ធផលការងារខណ្ឌសីមារបស់គណៈកម្មការព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកំណត់ហេតុកិច្ចប្រជុំកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិនសៀមក៏ដូចជាកំណត់ហេតុរបស់គណៈកម្មការ JBC MOU 2000និង TOR 2003ជាដើមលើពីនេះកម្ពុជាប្រកាសមិនទទួលស្គាល់ដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងទាំងពេលកន្លងមកទាំងបច្ចុប្បន្ននិងអនាគតហើយកម្ពុជាជំរុញឲ្យភាគីថៃបាទចាត់បញ្ជូនក្រុមវាស់វែងចម្រុះចុះលើដីជាក់ស្ដែងដើម្បីបន្តការងារ
ព្រមទាំងស្នើឲ្យមានការរៀបចំបាទកិច្ចប្រជុំគណៈកម្មការ JBC ភាគីទាំងពីរឲ្យបានឆាប់បំផុតបាទនេះជាជំហររបស់កម្ពុជាហើយក៏បង្ហាញអំពីសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដែលបន្តចុះពិនិត្យផ្ទាល់លើទីតាំងដែលយោធាថៃកាន់កាប់ទឹកដីកម្ពុជាដែលខុសច្បាប់រួមនឹងការជំរុញឲ្យការអនុវត្តនៅបទឈប់បាញ់បាទហើយកម្ពុជាក៏បានបង្ហាញជំហររបស់ខ្លួនច្បាស់លាស់អ្នកនាំពាក្យរដ្ឋបាលបានបញ្ជាក់ថាការវាស់វែងបាទនឹងខណ្ឌសីមាលើដីជាក់ស្ដែងជាសមត្ថកិច្ចដាច់មុខរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកក្នុងនេះគឺកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរួមទាំងយោធារួចជាអាជ្ញាធរមូលដ្ឋានគ្មានសមត្ថកិច្ចចង្អុលបង្ហាញខ្សែព្រំដែននៅលើដីជាក់ស្ដែងនោះឡើយហើយការផ្ទៀងផ្ទាត់នឹងការបញ្ជាក់ខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនៅលើដីជាក់ស្ដែងគឺជាសមត្ថកិច្ចរបស់ក្រមវាស់វែងចម្រុះដែលស្ថិតនៅក្រោមរចនាសម្ព័ន្ធរបស់គណៈកម្មការ JBC នៃភាគីទាំងពីរចា៎ប៉ុន្តែថាតាំងពីមានបញ្ហាសង្គ្រាមឈ្លានពានរហូតមកដល់ពេលនេះកម្ពុជានៅតែទទួលរងនឹងការឈ្លានពានរបស់យោធាថៃប៉ុន្តែយ៉ាងណាក៏ដោយយើងនៅតែបន្តអត់ធ្មត់ហើយបន្តប្រើប្រាស់នៅយន្តការការទូតនៅក្នុងការដោះស្រាយដោយសន្តិវិធីដើម្បីបញ្ជាបានពីបញ្ហាសង្គ្រាមពីព្រោះថាសង្គ្រាមគឺបង្កនៅវិនាសកម្មបង្កនៅការបាត់បង់ជីវិតមនុស្សនិងខ្ទេចខ្ទាំអស់ហេដ្ឋារចនាសម្ព័ន្ធហើយកម្ពុជាឆ្អែតឆ្អន់នឹងឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍រហូតដល់យើងមានការឆ្លាក់នៅប្រវត្តិសាស្ត្រដែលជាការតស៊ូរបស់អិសរាជជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាលនៅវិមានឈ្នះឈ្នះទស្សនិកជនជុំវិញប្រសាសន៍លើកឡើងរបស់សម្ដេចពិជ័យសេនាធិបាញ់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអតីតរដ្ឋមន្ត្រីការពារជាតិកម្ពុជាបានបញ្ជាក់ថាសន្តិភាពនិងការឯកភាពជាតិពេញលេញនៅកម្ពុជាគឺមិនមែនទទួលបានដោយចៃដន្យនោះទេពលគឺវាបានកើតចេញឡើងពីអិសរាជជនជាច្រើនបានយកជីវិតទៅធ្វើជាដើមទុនដូច្នេះប្រជាពលរដ្ឋនិងយុវជនក៏បីបន្តចូលរួមថែរក្សាសន្តិភាពនិងសមិទ្ធផលដែលទទួលបានពីសន្តិភាពនេះឲ្យនៅគង់វង្សតជំនាន់នៅក្នុងកិច្ចសម្ភារជាមួយនឹង BTV កាលពីពេលថ្មីៗនេះសម្ដេចពិជ័យសេនាធិបាញ់ប្រធានមូលនិធិស្តុបអនុស្សាវរីយ៍ឈ្នះបានលើកឡើងថាការថែរក្សាសន្តិភាពគឺជាបញ្ហាសំខាន់ដែលរក្សាឲ្យបានគង់វង្សសុខសន្តិភាពនិងការឯកភាពជាតិពេញលេញបានរីកសុខសាយនៅពីពេញផ្ទៃប្រទេសកម្ពុជាពីអតីតកាលកម្ពុជាបានជួបប្រទះនូវបញ្ហាដ៏សន្លំបាកប៉ុន្តែក្រោមការដាក់ចេញនៅនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែនប្រទេសកម្ពុជាបានបង្រួបបង្រួមទឹកដីឡើងវិញព្រមទាំងបង្កលក្ខណៈដ៏ល្អប្រសើរដើម្បីអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនសម្ដេចបានបន្ថែមទៀតថាសន្តិភាពនិងស្ថិរភាពនយោបាយពេញលេញបានផ្ដល់ជាឱកាសដល់យុវជនចំនួនក្រោយមានឱកាសសិក្សារៀនសូត្រចំណេះជំនាញផ្សេងៗរហូតមានសមត្ថភាពគ្រប់គ្រាន់ចូលរួមដឹកនាំនិងអភិវឌ្ឍប្រទេសជាតិជាស្នូលសុខសន្តិភាពនិងការឯកភាពជាតិពេញលេញនោះគឺបានសុខសាយនៅពាក្យពេញនៅក្នុងរាជាណាចក្រកម្ពុជារបស់យើងនិយាយមួយបែបថាយើងបានឆ្លងកាត់ផុតគ្រាដ៏លំបាកជាទីបំផុតហើយបានបង្កលក្ខណៈសម្បត្តិយ៉ាងល្អប្រសើរដើម្បីអភិវឌ្ឍប្រទេសជាពិសេសគឺបង្កលក្ខណៈយ៉ាងធំធេងបំផុតដល់កូនចៅយើងឬគឺយើងនិយាយថាយុវវ័យរបស់យើងនាបច្ចុប្បន្ននេះឃើញច្បាស់មានឱកាសយ៉ាងបរិបូរណ៍ជាទីបំផុតពេញលេញជាទីបំផុតតាំងពីការសិក្សារៀនសូត្រតាំងពីការប្រើប្រាស់ចំណេះវិជ្ជាដែលបានរៀនហើយទៅប្រកបមុខរបរឬក៏ធ្វើកិច្ចការផ្សេងៗបានដោយសេរីហើយក៏មានប្រសិទ្ធភាពថែមទៀតផងដែរដូច្នេះរឿងនេះជារឿងមួយដែលមានសារៈសំខាន់ណាស់ខ្ញុំសូមជម្រាបជូនថាមិនបានមកដោយចៃដន្យទេសុខសន្តិភាពនេះការឯកភាពជាតិពេញលេញរបស់យើងនេះមិនបានមកដោយការចៃដន្យទេហើយក៏មិនមែនតែយើងអង្គុយបន់ស្រន់ឲ្យប្រទៀនមកបានទេឆ្លងកាត់ការលំបាកណាស់វេទនាណាស់ខ្ញុំនិយាយទូខាងដើមគឺវាគ្រាន់តែជាការបើកបន្តិចទេតែបើយើងឆ្លុះបញ្ចាំងឲ្យប្រកបទៅក្នុងការអនុវត្តមែនតែនមិនមែនជារឿងធម្មតាទេពាក់ព័ន្ធជាមួយប្រទេសជិតខាងពាក់ព័ន្ធជាមួយអ្នកដែលប្រយុទ្ធតតាំងជាមួយគ្នារួចនឹងចង់ឲ្យមករួមរស់គ្នាដោយថាស្រួលបួនដោយដែលយើងខ្លួនថ្ងៃនេះមិនមែនជារឿងងាយស្រួលទូចតាចទេវាមានការលំបាកណាស់ឆ្លងកាត់លំបាកណាស់ដោយនេះគឺកន្លែងខ្លះប្រើថាយកជីវិតធ្វើជាដើមទុនទៅធ្វើមកនិយាយពីតាមរឿងថាបថុយធ្វើហើយខ្ញុំដែលក្នុងនាមដែលប្រតិបត្តិការមួយឬដែលកន្លងមកគឺខ្ញុំថាចាត់ទុកជាប្រតិបត្តិការស្នូលនឹងខ្ញុំទទួលយកហើយគឺមានអ្នកជាច្រើនអ្នកប្រតិបត្តិការជាច្រើនទៀតដែលរួមគ្នាទៅធ្វើការងារនេះពេលខ្លះយើងគឺទាំងព្រៀងទាំងកោទាំងយុបទាំងអត្រាទាំងធ្វើដំណើរដ៏លំបាកបំផុតក៏ទៅធ្វើដែរនិយាយមួយបែបទៀតពិបាកណាស់អង្គុយទល់មុខហើយអញ្ជើញគេបានហើយណាជើញគេមកបានអង្គុយទល់មុខគ្នាហើយចែកគ្នាហើយគឺធ្វើមិនឲ្យគេយល់ស្របឲ្យគេទ្រាំធ្វើស្មានរនកម្មព្រមបញ្ឈប់ការប្រយុទ្ធគ្នាហើយនឹងនេះយើងអត់មានទេគឺរឿងបញ្ហាថាដាក់អាវុធ
ឬក៏សារភាពមិនឲ្យមានជាដាច់ខាតមិនឲ្យមានពាក្យហ្នឹងទេមានតែពាក្យថាយើងរកឃើញមកពាក្យស្មារតីកម្មអតីតប្រមុខការពិចិត្រកម្ពុជារូឌីបានបញ្យល់ទៀតថាបាននិយាយអំពីនយោបាយឈ្នះឈ្នះគឺប្រកាសជានឹកឃើញភ្លាមដល់សម្ដេចនាយកហ៊ុនសែនដែលជាបេដាស្ថាបនិកនិងប្រតិបត្តិការផ្ទាល់នៅក្នុងបេសកកម្មស្វែងរកសន្តិភាពនិងការផ្សះផ្សាជាតិជូនមាតុភូមិកម្ពុជានយោបាយឈ្នះឈ្នះដែលជានិមិត្តរូបដ៏ស័ក្តិសិទ្ធិនិងជាស្នាដៃឯករបស់សម្ដេចនាយកហ៊ុនសែនបានបញ្ចប់ទាំងស្រុងនៅសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃដែលបានអូសបន្លាយជិត3ទសវត្សរ៍ដែលបានរុញច្រានប្រទេសឲ្យធ្លាក់ចូលក្នុងរបបវិពិឃាតដ៏មហាប្រឡ័យទីបំផុតសន្តិភាពពេញលេញនៅកម្ពុជាត្រូវបានរកឃើញនៅថ្ងៃទី29ខែធ្នូឆ្នាំ1998ដោយស្នាដៃរដ្ឋបរោះខ្មែរឈ្មោះថាតេជោសែនដែលប្រើរូបមន្តពិសេសគ្មានពីរឈ្មោះថានយោបាយឈ្នះឈ្នះដើម្បីប្រែក្លាយសង្គ្រាមឲ្យទៅជាសន្តិភាពដែលសូម្បីតែអង្គការសហប្រជាជាតិបានចំណាយថវិកា$2000 លានក៏មិនទាន់អាចរកសន្តិភាពពេញលេញជូនកម្ពុជាបាននោះឡើយសម្ដេចពិជ័យសេនាក៏បានបញ្ជាក់ទៀតថាការហៅនយោបាយឈ្នះឈ្នះគឺជាការបញ្ចប់សង្គ្រាមដែលគ្មានការបង្ហូរឈាមនិងគ្មានអ្នករងគ្រោះពោលគឺខ្មែរឈ្នះទាំងអស់គ្នាអាកំបាំងនៃនយោបាយឈ្នះឈ្នះត្រូវបានសម្ដេចតេជោបង្ហាញជាសាធារណៈរួចហើយដែលវាមានធាតុផ្សំសំខាន់ចំនួន3គឺទី1ធានាអាយុជីវិតទី2ធានាអាជីពនិងមុខរបរទី3ធានាកម្មសិទ្ធិឯកជនជូនដល់គូចំនួនដូចបងប្អូនបានស្ដាប់នៅការបញ្ជាក់របស់សម្ដេចវិជ័យសេនាធិបាញ់ជុំវិញអ្វីដែលកម្ពុជាខិតខំប្រឹងប្រែងជុំវិញការលះបង់របស់អិសរាជជនឆ្នើមរបស់កម្ពុជាលោកយាយលោកតាបងប្អូនពុកម៉ែគេថាមីងគឺបានដឹងច្បាស់ថាកម្ពុជារបស់យើងជាប្រទេសដ៏កំសត់ហែកហួរដោយសង្គ្រាមមិនចេះចប់មិនចេះហើយកម្ពុជាស្អប់បំផុតនៅសង្គ្រាមអ្វីដែលជាការលះបង់របស់អិសរាជជនឆ្នើមរបស់យើងដែលមានសម្ដេចតេជោនិងអិសរាជជនដទៃទៀតនៅក្នុងការយកជីវិតធ្វើជាទុនដើម្បីរំដោះប្រទេសជាតិចេញពីភ្លុកភ្លើងសង្គ្រាមហើយក៏បានអនុវត្តនៅនយោបាយឈ្នះឈ្នះរហូតដល់យើងបានបញ្ចប់សង្គ្រាមបញ្ចប់ការបែកបាក់ផ្ទៃក្នុងបង្រួមជាតិដែលជាប្រវត្តិសាស្ត្ររបស់យើងគឺថា500ឆ្នាំមកហើយគឺយើងមានតែនៅក្នុងគឺសម័យតេជោនេះទេដែលយើងបាន